នៅពេលមានមនុស្សស្លាប់ភាគច្រើនយើងឃើញគេយកសាកសពទៅបូជាដោយភ្លើងឬបញ្ចុះនៅក្នុងដីប៉ុន្តែនៅទីបេមិនមានការបូជាសាកសពដូចជាកន្លែងផ្សេងនោះទេផ្ទុយទៅវិញនៅពេលមានមនុស្សស្លាប់ម្នាក់ក្នុងគ្រួសារគេយកសាកសពឡើងទៅលើភ្នំហើយប្រគល់រាងកាយនោះឲ្យទៅសត្វថ្មាបន្តិចម្ដងសត្វថ្មារាប់សិបក្បាលក៏ហោះចុះមកជុំវិញសាកសពហើយនៅទីបញ្ចប់អ្វីដែលនៅសេសសល់ពីរាងកាយដែលគ្មានវិញ្ញាណនោះអាចបាត់បង់ទៅស្ទើរតែទាំងស្រុងប៉ុន្តែសំណួរនៅតែចង់ដឹងបំផុតគឺហេតុអ្វីបានជាមនុស្សនៅទីបេជ្រើសរើសយកសាកសពរបស់មនុស្សជាទីស្រឡាញ់ទៅឲ្យសត្វស៊ីតើវាជាវិធីដ៏រន្ធត់ឬមានជំនឿអ្វីខ្លះនៅពីក្រោយពិធីយកសាកសពទៅឲ្យសត្វស៊ីនេះថ្ងៃនេះយើងនឹងស្វែងយល់អំពី Sky Burial ពិធីបញ្ចុះសពលើមេឃតើ Sky Burial ជាអ្វី Sky Burial ដែលនៅក្នុងភាសាទីបេហៅថា Jatho គឺជាពិធីបុណ្យសពប្រពៃណីមួយដែលមាននៅក្នុងតំបន់ទីបេនិងតំបន់ខ្ពង់រាបហិមាល័យមួយចំនួនពាក្យថា Sky Burial មានន័យថាការបញ្ចុះសាកសពលើមេឃប៉ុន្តែតាមពិតវាមិនមែនជាការយកសាកសពទៅបោះចោលនៅលើមេឃទេវាគឺជាការរៀបចំសាកសពនៅលើទីតាំងមួយហើយប្រគល់រាងកាយរបស់សាកសពទៅឲ្យសត្វថ្មាស៊ីសម្រាប់មនុស្សមួយចំនួនវាអាចមើលទៅគួរឲ្យខ្លាចប៉ុន្តែសម្រាប់អ្នកកាន់ប្រពៃណីនេះវាមានន័យខុសគ្នាខ្លាំងហេតុអ្វីបានគេមិនយកសាកសពទៅកប់ក្នុងដីឬបូជាដោយភ្លើងមូលហេតុសំខាន់មួយចំនួនគឺភូមិសាស្ត្រនិងតំបន់អាកាសធាតុខ្ពង់រាបទីបេនៅតំបន់ជាច្រើនមានដីរឹងនិងកកខ្លាំងដោយសីតុណ្ហភាពទាបការជីកដីដើម្បីកប់សាកសពវាមិនងាយស្រួលទេការដុតសាកសពក៏ត្រូវការឈើនិងឥន្ធនៈដែលនៅតំបន់ខ្ពង់រាបខ្លះមិនមានឈើគ្រប់គ្រាន់សម្រាប់ការបូជាសពដូច្នេះធម្មជាតិនិងបរិស្ថានក្លាយជាកត្តាមួយដែលជួយឲ្យប្រពៃណីនេះបន្តឲ្យមានដល់សពថ្ងៃនេះមិនមែនមានតែបញ្ហាភូមិសាស្ត្រទេមានជំនឿសាសនាដ៏សំខាន់មួយនៅពីក្រោយវាផងដែរជំនឿអំពីរាងកាយក្រោយពេលស្លាប់តាមពុទ្ធសាសនាទីបេការស្លាប់មិនមែនជាការបាត់បង់អ្វីគ្រប់យ៉ាងនោះទេរាងកាយកើតឡើងចេញពីធម្មជាតិហើយទីបំផុតការត្រឡប់ទៅធម្មជាតិវិញគឺជានិមិត្តរូបនៃការលះបង់ការកាត់ចិត្តនិងទទួលស្គាល់អនិច្ចភាពនៃជីវិតបន្ទាប់ពីការស្លាប់រាងកាយដែលគ្មានវិញ្ញាណដែលរលួយចោលទៅទេវាคล้ายតែជាអាហារសម្រាប់ជីវិតថ្មីផ្សេងទៀតនេះគឺជាគំនិតអ្វីដែលធ្វើឲ្យ Sky Burial មានន័យជ្រៅវាមិនមែនជារូបភាពដ៏រន្ធត់ដែលយើងឃើញនោះទេហេតុអ្វីបានគេជ្រើសរើសយកសត្វថ្មាឲ្យស៊ីសាកសពនេះគឺជាចំណុចដែលគួរចាប់អារម្មណ៍បំផុតនៅតំបន់ខ្ពង់រាបទីបេមានសត្វថ្មាជាច្រើនប្រភេទដែលសម្របខ្លួននៅទីបរិស្ថានខ្ពស់សត្វទាំងនេះវាស៊ីសាច់ជាអាហារដូច្នេះនៅក្នុងទស្សនៈអ្នកកាន់ប្រពៃណីការផ្ដល់រាងកាយទៅឲ្យសត្វថ្មាមិនត្រូវបានមើលងាយថាជាការបំផ្លាញមនុស្សដែលស្លាប់ទេផ្ទុយទៅវិញវាអាចត្រូវបានមើលឃើញថារាងកាយចុងក្រោយរបស់អ្នកស្លាប់ក៏អាចជួយឲ្យជីវិតផ្សេងបន្តទៅមុខទៀតបានដែរបន្ទាប់ពីមនុស្សស្លាប់គ្រួសារបានរៀបចំពិធីសាសនានិងអធិដ្ឋានបន្ទាប់មកសាកសពត្រូវបានយកទៅកាន់តាំង Sky Burial ដែលបានកំណត់ទីតាំងនោះដែលមានអ្នកជំនាញហៅថា Rojiyapaពួកគេជាអ្នកដែលមានតួនាទីរៀបចំសាកសពសម្រាប់ពិធីក្នុងការអនុវត្តប្រពៃណីមួយចំនួនសាកសពត្រូវបានរៀបចំនិងកាត់ជាផ្នែកដើម្បីឲ្យសត្វថ្មាងាយស្រួលក្នុងការស៊ីបន្ទាប់មកមនុស្សដែលចូលរួមអាចថយចេញពីទីតាំងហើយសត្វថ្មាចាប់ផ្ដើមចុះមកសាកសពនៅលើផ្ទៃថ្មភ្នំខ្ពស់ជុំវិញខ្យល់ត្រជាក់បក់កាត់ហើយនៅលើមេឃមានសត្វថ្មាកំពុងតែហោះជុំវិញបន្តិចក្រោយមកពួកវាចាប់ផ្ដើមចុះមកជិតសាកសពសម្រាប់អ្នកដែលមិនធ្លាប់ឃើញពិធីនេះអាចថាជារូបភាពដ៏គួរឲ្យភ័យខ្លាចប៉ុន្តែសម្រាប់អ្នកកាន់ប្រពៃណីនេះវិញវាមិនមែនជាឈុតឆាកដ៏រន្ធត់នោះទេវាគឺជាពេលវេលាចុងក្រោយនៃការប្រគល់រាងកាយទៅឲ្យធម្មជាតិនៅពេលដែលសត្វថ្មាបានស៊ីផ្នែកទន់របស់រាងកាយអ្នករៀបចំពិធីក៏បន្តរៀបចំអ្វីដែលនៅសល់តាមទំនៀមរាងកាយដែលធ្លាប់មានជីវិតធ្លាប់ដើរធ្លាប់និយាយធ្លាប់ស្រឡាញ់គ្រួសារអាចនៅសល់ត្រឹមតែឆ្អឹងមួយចំនួនហើយសូម្បីតែនៅសេសសល់ទាំងអស់ក៏ត្រូវបានរៀបចំពិធីបន្តទៀតពួកគេជឿថារាងកាយគឺជាសម្បកបណ្ដោះអាសន្ននៅពេលជីវិតត្រូវបានបញ្ចប់តើមនុស្សគ្រប់រូបនៅទីបេធ្វើពិធី Sky Burial នៅពេលដែលមានសាច់ញាតិស្លាប់ដែរឬទេមិនមែនទេ Sky Burial គឺជាប្រពៃណីដែលមាននៅក្នុងសហគមន៍និងតំបន់មួយចំនួនមិនមែនជាច្បាប់មនុស្សគ្រប់រូបនៅទីបេធ្វើ Sky Burial នោះទេមានវិធីបុណ្យសពផ្សេងផងដែរអាស្រ័យទៅលើតំបន់សាសនាគ្រួសារនិងបរិស្ថានរបស់អ្នកស្លាប់ Sky Burial ប្រហែលជាមើលទៅដូចជាពិធីបុណ្យសពដ៏រន្ធត់មួយនៅលើពិភពលោកប៉ុន្តែបើមើលទៅឲ្យជ្រៅវាមិនមែនជារឿងអំពីការស្លាប់ឬការធ្វើបាបអ្នកស្លាប់ទេវាគឺជាវិធីរៀបចំសពការស្លាប់ការលះបង់និងការប្រកល់ខ្លួនត្រឡប់ឲ្យទៅធម្មជាតិមនុស្សម្នាក់កើតមកពីធម្មជាតិរស់នៅលើផែនដីហើយចុងក្រោយរាងកាយរបស់ពួកគេក៏ត្រឡប់ទៅជាធម្មជាតិវិញប្រហែលជាមូលហេតុនេះហើយដែល Sky Burial ធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាភ័យខ្លាចមានសំណួរមួយដែលមនុស្សគ្រប់គ្នាមិនអាចគេចផុតបាននៅពេលដែលមនុស្សស្លាប់តើរាងកាយនិងសម្បកត្រឡប់ទៅកាន់ធម្ម
ជាតិបែបណាវិញហើយសម្រាប់មនុស្សមួយចំនួននៅទី B ចម្លើយនោះគឺ Sky បិទរៀលការប្រកល់រាងកាយចុងក្រោយទៅអោយមេឃ